Hello សួស្តីបងប្អូនគ្នារីចង់សប្តាហ៍ថ្ងៃនឹងបានមកហូបអីគេញ៉ាំដែរបងឬក៏ទៅញ៉ាំនៅខាងក្រៅទៅដើរលេងក្រៅទៅអីបងបើទៅដើរលេងនៅក្រៅទេមកយើងមករៀនធ្វើម្ហូបទាំងអស់គ្នាដើម្បីផ្គប់ចិត្តអ្នកនៅផ្ទះរបស់យើងអីចឹងអ្នកដែលមានប្តីប្រពន្ធមានសង្សារអីចង់ធ្វើម្ហូបឲ្យសង្សារញ៉ាំអីមកមើលថាញ៉ាំថ្ងៃនឹងបានម្ហូបអីគេចិញ្ចាំពកហ្នឹងយើងមកធ្វើការដំខ្ទឹមមួយខ្ញុំសិនមកចាំយើងរៀបរយនៃការធ្វើម្ហូបរបស់យើងចិញ្ចាំខ្ទឹមយើងទុកមួយឡែកឲ្យរួចស្រេចសិនមកហើយយើងក៏មានអែតជាម្ទេសដូចគ្នាដែរបងគឺអែតហើយបន្ទាប់មកយើងមកធ្វើការដាក់ខ្ទះហើយយើងមកឆាខ្ទឹមរបស់យើងជាមួយនឹងម្ទេសយើងឲ្យចូលចិត្តគ្នាឲ្យវាហើខ្ចាត់ខ្ចាយពេញផ្ទះមកបន្ទាប់មកចាំយើងដាក់សាច់ជ្រូកចូលមកលេងសាច់ជ្រូកយើងឲ្យវាឈ្ងុយជាមួយនឹងខ្ទឹមមកបងអើយដឹងជាតិមកនេះណែគឺថាយើងបានជាមួយនឹងឆាសៀងមានរសជាតិឈ្ងុយឆ្ងាញ់តោះតែយើងញញឹមឲ្យបានច្រើនដាក់មុខម្ហូបនឹងទៅធ្វើឲ្យឆាសៀងរបស់យើងមានរសជាតិឈ្ងុយឆ្ងាញ់នេះណែឆ្អិនហើយណាបងមិនបាច់ចាំរៀបរាប់ពីការដាក់គ្រឿងទេឆាសៀងគ្មានអីច្រើនទេក្រៅពីស្ករប៊ីចេងណាបងហើយនេះគឺជាលក់បន្តមកធ្វើការញ៉ាំទាំងអស់គ្នាតើឆ្ងាញ់ប៉ុណ្ណាទៅបានជាខ្ញុំនេះ review ឲ្យបងប្អូនធ្វើតាមខ្ញុំឆ្ងាញ់មែនតើបងដោយសារមិនសមញនិយាយពីប្រហុកតែថ្ងៃហ្នឹងបានញ៉ាំសៀងអត់អីសៀងជំនួសប្រហុកក៏បានដែរក៏ឆ្ងាញ់ដូចគ្នាដែរគឺថាស្រួយស្រាប់ដាក់ចូលក្នុងមាត់ខំហើយទំពាហើយគឺចូលជាតិគ្នាសាហាវមកណាបងញ៉ាំទៅចង់ញ៉ាំទៀតគឺបាយអស់ពីរចានមិនដឹងខ្លួនចាបើសិនជាចូលចិត្តមើលវីដេអូខ្ញុំអីណាបងកុំសូមបងជួយចុច Subscribe Follow Share and Comment Like ឲ្យបងប្អូនម្នាក់មួយផងណាដើម្បីឲ្យបងប្អូននេះមានកម្លាំងចិត្តធ្វើវីដេអូឲ្យបងមើលជាបន្តទៀតអរគុណជម្រាបលា